សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកនឹងបង្រៀនបងប្អូនពីរបៀប delete account Telegram សម្រាប់បងប្អូនបង្កើត Telegram ច្រើន account Telegram ច្រើនបងប្អូនចង់ delete បងប្អូនអាចមើលវីដេអូមួយហ្នឹងបងប្អូននឹង delete បាន 100% បងប្អូនឥឡូវខ្ញុំចង់ delete account Telegram ខ្ញុំមួយហ្នឹងមានឈ្មោះថា Creator Cambodia បាទហើយសម្រាប់យើង delete account យើងមិនមែន delete account Telegram នៅកម្មវិធី Telegram ហ្នឹងទេយើងចូលមកកាន់កម្មវិធី Chrome រួចហើយបងប្អូន search website មួយមានឈ្មោះថា delete Telegram account បងប្អូន search តាមខ្ញុំនឹងមករួចហើយបងប្អូនចុចជ្រើសរើស link ខាងលើគេអស់ហ្នឹងមកពាក្យថា delete account manager app បងប្អូនចុចត្រង់កន្លែងហ្នឹងមករួចហើយបងប្អូនបំពេញលេខទូរស័ព្ទមកបងប្អូនបំពេញត្រង់កន្លែង cloud មួយហ្នឹងមកសម្រាប់បងប្អូននៅប្រទេស Cambodia បងប្អូនដាក់ក្បាល855មករួចហើយបងប្អូនបំពេញលេខទូរស័ព្ទយើងពីក្រោយហ្នឹងយើងមិនបាច់ដាក់0ទេបងប្អូនយើងដូចថាយើងលេខយើង097ឬមួយ088អញ្ចឹងយើងដាក់ឬមួយយើងដាក់9788យកអញ្ចឹងបងប្អូនមិនថាលេខ smart ឬមួយក៏លេខមិត្តហ្វូនប្រព័ន្ធសេខាតអីទេបងប្អូនយើងអាចបំពេញលើកន្លោហ្នឹងមកហើយសម្រាប់លេខទូរស័ព្ទបងប្អូនបង្កើត Telegram ពីមុនមកបងប្អូនដាក់លេខទូរស័ព្ទមួយណាបងប្អូនដាក់រួចហើយបងប្អូនចុចពាក្យថា next ចុចពាក្យថា next រួចហើយត្រង់កន្លែងហ្នឹងកន្លែងលេខកូដបងប្អូនឥឡូវដើម្បីយើងទៅយកលេខកូដបងប្អូនចូលទៅកាន់កម្មវិធី Telegram យើងទៅយកលេខកូដពេលយើងចុចពាក្យថា next រួចហើយវានឹងផ្ញើលេខកូដមកឲ្យយើងបងប្អូនចូលមកកាន់កម្មវិធី Telegram បាទរួចហើយបងប្អូនចុចកន្លែងសារហ្នឹងមករួចហើយបងប្អូន copy កន្លែងយក login កូដហ្នឹងមកបងប្អូនចុច copy ត្រង់កន្លែងហ្នឹងរួចហើយបងប្អូនយកមកផាសត្រង់កន្លែងហ្នឹងមកបាទរួចហើយបងប្អូនចុចកន្លែង remember ហើយបងប្អូនចុច sign in បាទរួចហើយបងប្អូនចុចកន្លែងពាក្យថា delete account ចុចឲ្យចំកន្លែង block កណ្ដាលហ្នឹងមកយកពាក្យទី2បងប្អូនបាទរួចហើយបងប្អូនសរសេរតាមខ្ញុំមកបងប្អូនសរសេរពាក្យថាបងប្អូនចាំតិចបងប្អូនសរសេរពាក្យថា how to delete account ហើយបងប្អូនជ្រើសរើសពាក្យថា delete my account ហ្នឹងមកខាងក្រោមនេះមកហើយបើសិនណាបងប្អូនមិនចង់លុបវិញទេបងប្អូនចង់បដូរចិត្តវិញបងប្អូនចុចត្រង់កន្លែងខ្ញុំយកដៃកវិឲ្យបងប្អូនមើលហ្នឹងកន្លែង Oppo Q ហ្នឹងហើយបើសិនណាបងប្អូនចង់លុបបងប្អូនយកកន្លែងចេះ delete my account ហ្នឹងមករួចហើយវានឹង load មកឲ្យយើងបងប្អូនយក account successfully delete បាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនចូលចិត្តវីដេអូខ្ញុំបងប្អូនចុច subscribe បងប្អូនបើករូបកណ្ដឹងបងប្អូននឹងទទួលបានវីដេអូថ្មីៗពីខ្ញុំបន្ថែមទៀតសូមអរគុណសូមជម្រាបលា